គូរ៉ាភ្នំជ្រៅមួយនេះលាក់ទុករបស់របរមិនតិចនោះទេមើលទៅដូចជាលើកឡើងភ្នំរាល់ដងសុទ្ធតែអាចនាំមកនូវភាពភ្ញាក់ផ្អើលដល់ខ្លួនឯងឱកាសល្អបែបនេះរត់មករកដល់ផ្ទះមិនអាចខ្ជះខ្ជាយបានឡើយថ្ងៃនេះពិតជាថ្ងៃល្អមែនទទួលបានផលយ៉ាងពេញលេញត្រឡប់ទៅផ្ទះវិញភ្នែករបស់អ្នកភូមិដែលសម្លឹងមើលគ្រួសារសៀវគឺមានច្រើនគ្រប់គ្រាន់ហើយអាចធ្វើខ្លួនស្ងប់ស្ងាត់បានគឺកាន់តែល្អលុះត្រាតែសាច់ចូលក្នុងពោះទើបជាការពិតជាក់ស្ដែងបំផុតចេញក្រៅតាំងពីព្រឹកទល់ពេលនេះមិនទាន់មានទឹកមួយដំណក់ចូលពោះឡើយទើបតែរបបបណ្ដោះកូនពូជមិនទាន់ដឹងខ្លួនទេដល់ពេលឈប់ទើបដឹងថាពិតជាគ្លៀនមែនខ្វាំងត្រឡប់ទៅវិញនឹងខាងចំណីឯងម៉ែកូនត្រឡប់មកវិញហើយហេលក់ដាច់យ៉ាងម៉េចដែរច្រើនម្លេះនេះជាកូនពូជដំឡូងជ្វាដែលឯងនិយាយនោះមែនទេចាស់គឺវេលាដំឡូងជ្វាទាំងនេះគួរតែអាចបណ្ដោះបានច្រើនស្អែកនេះពួកយើងចាប់ដាំហើយបងថ្លៃនេះជាអ្វីទៅឯងបើកមើលទៅនឹងដឹងហើយវ៉ាវមានមន់ព្រៃហើយថែមទាំងមានទន្សាយទៀតនេះគឺបងទិញមកមែនទេអត់ទេពេលធ្វើដំណើរត្រឡប់មកវិញមិនដឹងជាយ៉ាងម៉េចសត្វព្រៃទាំងនេះស្រាប់តែរត់ចេញពីចិញ្ចើមផ្លូវមកបុកនឹងរទេះពេលនោះខ្ញុំក៏ភ្ញាក់ផ្អើលដែរខ្លាចឲ្យខ្វាំងភ័យស្លន់ស្លោក៏ចុះទៅមើលស្រាប់តែពួកវាសន្លប់អស់ទៅហើយខ្ញុំក៏រើសយកមកតែម្ដងមន់ព្រៃមួយមន់ក្រចកមួយទន្សាយពីរនេះប្រកាសជាមានសាច់ច្រើនគីឡូហើយបងថ្លៃយប់នេះពួកយើងបានហូបសាច់មែនទេចាស់យប់នេះគឺទន្សាយស្អែកធ្វើមន់ដុតស្លឹកឈូកហត់នឿយហើយចាំបន្តិចទៀតនឹងថែមចំណីឲ្យឯងអាហឺឯងបានហូបបាយថ្ងៃត្រង់ហើយឬនៅឡើយទេចាស់សរវល់តែប្រញាប់ត្រឡប់មកវិញក៏ភ្លេចរឿងនេះទៅអូយស្លាប់ហើយមិនក៏មិនហូបបាយបែបនេះឯងសម្រាប់សិនទៅម៉ែនឹងទៅធ្វើមេពងមន់ឲ្យឯងភ្លាមយ៉ាងលឿនបំផុតម៉ែកូនទៅជួយបង្កាត់ភ្លើងទោះបីជាគ្រួសារនេះក្រលំបាកតែគ្រប់ទីកន្លែងសុទ្ធតែមានភាពកក់ក្ដៅហូបឲ្យលឿនទៅប្រកាសជាឃ្លានខ្លាំងហើយហូបមួយទៅប្រយ័ត្នថប់ក៏ចង់បានមួយចានទៀតទេកូនឯងនេះពិតជាពូកែពេកហើយរឿងដាំដុះថ្ងៃស្អែកឯងគ្រាន់តែបញ្ជាពីផ្ទះទៅបានហើយគុំធ្វើអ្វីដោយខ្លួនឯងទាំងអស់អីមិនសមនឹងហត់នឿយខ្លាំងពេកទេកូនដឹងហើយម៉ែស្អែកនេះឲ្យមនុស្ស10នាក់ដើរតាមខ្ញុំទៅដាំដំឡូងជ្វាអ្នកដែលនៅសល់បន្តជួដីមានកូនពូទាំងនេះហើយវត្តភាពគួរតែលឿនជាងមុនឆ្ងាយឲ្យតែការដាំដុះប្រព្រឹត្តទៅដោយរលូនហើយប្រើប្រាស់ធម្មពលវេទមន្តដោយសម្ងាត់ដើម្បីចិញ្ចឹមពួកវាការប្រមូលផលនៅពាក់កណ្ដាលខែតុលាមិនគួរជាបញ្ហាឡើយដល់ពេលនោះគ្រួសារសៀវមិនត្រឹមតែមានស្បៀងអាហារលើសលប់ប៉ុណ្ណោះទេថែមទាំងអាចលក់យកប្រាក់បានទៀតផងម៉ែយប់នេះពួកយើងហូបរបស់នេះជាអ្វីទៅនេះជាដំឡូងបារាំងនិងដំឡូងជ្វាដែលខ្ញុំចង់ដាំក្នុងស្រែពួកយើងត្រូវតែដាំពីមុខនេះត្រូវតែឲ្យពួកម៉ែសាក់ភ្លក់មើលថាវាមានរសជាតិយ៉ាងណាតែរបស់ទាំងនេះមិនមែនសម្រាប់យកទៅដាំទេអីឥឡូវនេះអាចហូបបានដែរឬចាស់សដាំឡើយវាសម្រាប់ហូបហើយក៏អាចទុកធ្វើជាពូជបានដែរហើយដំឡូងបារាំងនិងដំឡូងជ្វាទាំងនេះមានវិធីធ្វើម្ហូបច្រើនណាស់មែនឬចុះឯងធ្វើវាយ៉ាងម៉េចខ្លះពួកយើងចំហុយវាធ្វើជាអាហារចម្បងរួចហាន់វាជាចំណិតឆាជាមួយជ្រក់ស្ពៃចំណែកឯកាកសំណល់ដែលនៅសល់អាចយកទៅដុតក្នុងចង្ក្រានបានបងថ្លៃគ្រាន់តែបងនិយាយមកខ្ញុំស្រក់ទឹកមាត់ទៅហើយយកហើយទុកកន្ត្រកនេះឲ្យម៉ែចុះឯងសម្រាប់ទៅពួកយើងនឹងសាកល្បងធ្វើវាឥឡូវនេះសៀវជន់ហត់នឿយហើយមិនហត់ទេបងថ្លៃតាខ្វាំងពិតជាពូកែណាស់ថ្ងៃនេះជួដីបានមួយកន្លែងធំពិតមែនហើយពួកយើងទិញបានគោលល្អមួយក្បាលមែនទេតាខ្វាំងឯងដឹកវាទៅសួនក្រោយផ្ទះសិនទៅថែមចំណីឲ្យវាសម្រាប់ទៅខ្វាំងក៏ត្រូវដល់ពេលប្រចំណីដែរបាទតាខ្វាំងពួកយើងទៅតាខ្វាំងឯងក៏ហត់នឿយខ្លាំងដែរថ្ងៃនេះអាយេបោះដំឡូងជ្វាមួយចំនួនចូលក្នុងចង្ក្រានទៅចង់ចាំថាត្រូវរុំវាជាមួយភក់សំផងចាឈ្ងុយខ្លាំងណាស់ម៉ែកូនចិត្តដាច់ពោះស្លាប់ហើយចិត្តហើយតិចទៀតបានហើយបាយឆ្អិនហើយវ៉ាវថ្ងៃនេះម្ហូបច្រើនណាស់ផ្អែមណាស់ទន់ហើយស្អិតល្អហូបខ្លាំងណាស់ឆ្ងាញ់ណាស់នេះឆ្ងាញ់ជាងនំប៉ាវចំហុយរបស់ពួកយើងឆ្ងាយណាស់ម៉ែមួយនេះក៏ឆ្ងាញ់ដែរស្រួយជូរនិងហឹរឆ្ងាញ់ប្លែកមាត់ណាស់បងថ្លៃរបស់នេះអាចហូបជាអាហារចម្បងបានពិតមែនឬបើអីចឹងមែនថ្ងៃក្រោយពួកយើងមិនបាច់អត់ឃ្លានទៀតទេដំឡូងបារាំងនិងដំឡូងជ្វាទាំងនេះមិនត្រឹមតែផ្ដល់ទិន្នផលខ្ពស់ប៉ុណ្ណោះទេថែមទាំងធន់នឹងភាពរងស្ងួតនិងធន់នឹងដេកសាច់ទៀតផងស័ក្តិសមបំផុតសម្រាប់តំបន់ព្រំដែនរបស់យើងម្យ៉ាងទៀតវាហូបទៅឆ្អែតបានយូរនិងមានជីវជាតិល្អទៀតផងចុះបើពួកយើងដាំពេញដី100មូរបស់ពួកយើងតើអាចប្រមូលផលបានប៉ុន្មានទៅបើនិយាយបែបសាមញ្ញមួយមូអាចប្រមូលផលបាន3ទៅ4000ចិនការដាំដុះធម្មតាទិន្នផលដំឡូងបារាំងគឺ2000ទៅ4000ចិនក្នុងមួយមូដំឡូងជ្វាគឺប្រហែល3500ចិនបើបន្ថែមពូជដែលបានកែលម្អរួមផ្សំជាមួយថាមពលវេទមន្តមួយមូ5ទៅ6000ចិនក៏អាចទៅរួចដែរសូម្បីតែ7000ចិនក៏មិនមែនមិនអាចទៅរួចនោះដែរនិយាយខ្ពស់ពេកនៅពេលនេះពួកគាត់ច្បាស់ជាគិតថាខ្ញុំអួតហើយចាំដល់ពេលប្រមូលផលជាក់ស្ដែងសឹមនិយាយចុះ3ទៅ4000ចិនផងអីចុះបើ100មូតើមានច្រើនប៉ុណ្ណាទៅហូបមិនអស់ទេពិតជាហូបមិនអស់ឡើយអាហឺកូនមិនបាននិយាយលេងទេមែនទេពិតឬអត់ដល់ពេលប្រមូលផលទៅនឹងដឹងហើយចាស់ដីស្រែនៅទីនេះរបស់ពួកយើងទោះជាដីល្អក៏មួយមូប្រមូលផលបានតែជាង300ចិនប៉ុណ្ណោះ3ទៅ4000ចិនម៉ែមិនហ៊ានសំបីតែគិតផងមិនអីទេចាសចាប់ពីពេលនេះទៅម៉ែចង់គិតធំប៉ុណ្ណាក៏បានដែរដំណាំទាំងពីរប្រភេទនេះមានទិន្នផលខ្ពស់ពីធម្មជាតិស្រាប់ទៅហើយបុកផ្សំនឹងជីដែលខ្ញុំសំឡើងជាពិសេសខ្ញុំធានាថាទិន្នផលចុងក្រោយមានតែច្រើនជាងនេះមិនតិចជាងនេះឡើយបើពិតដូចដែលបងថ្លៃនិយាយមែននោះពិតជាអស្ចារ្យណាស់គួរឲ្យស្ដាយដែលបងធំមិននៅទីនេះគាត់មិនបានហូបដំឡូងបារាំងនិងដំឡូងជ្វាដ៏ឆ្ងាញ់បែបនេះទេសំបីតែពេលហូបក៏មិនអាចបិទមាត់ឯងបានដែរតែងតែគិតដល់បងធំរបស់ឯងរហូតបែកគ្នាអស់ជាច្រើនថ្ងៃហើយមិនដឹងថាគាត់ហូបចុកយ៉ាងម៉េចទេនៅក្នុងជំរំទាហានម៉ែតាជំរំទាហានអនុញ្ញាតឲ្យសាច់ញាតិផ្ញើរបស់របរទៅឲ្យដែរទេមិនអាចចូលទៅក្នុងបានទេត្រូវតែឲ្យឆ្មាំយាមទ្វារជួយបញ្ជូនសារប្រសិនបើត្រូវបានបិទចិត្តទាំងស្រុងនោះមិនអនុញ្ញាតឲ្យសាច់ញាតិទៅសួរសុខទុក្ខឡើយ
កូនយល់ហើយប្រសិនបើសៀវជាងមិនទាន់ត្រឡប់មកវិញក្នុងរយៈពេល2ថ្ងៃទៀតខ្ញុំនឹងផ្ញើអាហារខ្លះទៅឲ្យគាត់ហើយក៏យកខ្លះទៅឲ្យពុកដែរក្នុងរយៈពេល2ថ្ងៃខាងមុខនេះពួកយើងត្រូវតែដាំវលដំឡូងជ្វានិងមើមដំឡូងបារាំងសិននេះជាអាទិភាពចម្បងបំផុតសម្រាប់ពេលនេះអាហឺអញគិតថាដំឡូងបារាំងនិងដំឡូងជ្វាទាំងនេះអាចដាំដុះនៅក្នុងតំបន់ព្រំដែនរបស់យើងបានពិតមែនឬម៉ែកុំបារម្ភអីដំណាំទាំងពីរប្រភេទនេះធន់នឹងភាពរងស្ងួតនិងធន់នឹងដីខ្សាច់បំផុតឲ្យតែពួកយើងដាំវាតាមវិធីរបស់ខ្ញុំពួកវាប្រកាសជារួមមិនខានបងថ្លៃនេះជាដំណាំមកពីបរទេសមែនទេចាសនេះជាវលដំឡូងជ្វាវិធីដាំគឺសាមញ្ញណាស់ជីក្រូនតូចមួយកប់កង់វលទៅក្នុងដីសង្កត់វាឲ្យណែនរួចស្រោចទឹកចងចាំថាត្រូវដាំមួយដើមរាល់មួយហាត់កុំឲ្យញឹកពេកហើយក៏កុំឲ្យរង្វើពេកដែរតែប៉ុណ្ណឹងគឺបានហើយមែនទេចាសសាមញ្ញបែបនេះឯងនេះជាដំឡូងបារាំងវិធីដាំក៏ប្រហាក់ប្រហែលគ្នាដែរជីក្រូនដាក់ចំណិតមើមចូលទៅចងចាំថាត្រូវឲ្យភ្នែករបស់វាផ្ងាឡើងលើរួចលុបដីស្រោចទឹកហើយក៏ត្រូវដាំមួយចំណិតរាល់មួយហាត់ដែរតើអ្នករាល់គ្នាយល់ច្បាស់ហើយឬនៅយល់ច្បាស់ហើយបើអីចឹងពួកយើងចាប់ផ្ដើមទៅមនុស្ស5នាក់ដាំដំឡូងជ្វាមនុស្ស5នាក់ទៀតដាំដំឡូងបារាំងក្រុមមុំខ្ញុំនឹងធ្វើជាគំរូ2 3ដើមនៅខាងមុខពួកអ្នកធ្វើតាមចុះមិនគួរឲ្យជឿសោះតើដំឡូងបារាំងនិងដំឡូងជ្វាទាំងនេះអាចដាំជាអាហារបានពិតមែនឬលោកមេភូមិលោកអាចហៅខ្ញុំថាកូនប្រសាសៀវឬអាហឺក៏បានដែរខ្ញុំមានឈ្មោះលោកអាចហៅឈ្មោះខ្ញុំផ្ទាល់តែម្ដងទៅបាទកូនប្រសាសៀវកុំបារម្ភអីដំណាំទាំងពីរប្រភេទនេះយ៉ាងយូរ2ខែទៀតគឺអាចប្រមូលផលបានហើយលោកចាំមើលទៅចុះ2ខែហើយលឿនដល់ថ្នាក់នេះផងចាសដំឡូងបារាំងនិងដំឡូងជ្វាមានរយៈពេលលូតលាស់ខ្លីស័ក្តិសមបំផុតសម្រាប់តំបន់ព្រំដែនរបស់យើងល្អណាស់ប្រសិនបើជាការពិតមែននោះអ្នកភូមិច្បាស់ជាមានជម្រើសកាន់តែច្រើនហើយរបស់ស្អីហ្នឹងវិធីដាំប្លែកដល់ហើយជារបស់បរទេសតើអាចដាំដុះបានពិតមែនឬកុំឲ្យគេបោកប្រាស់ឲ្យសោះអ្នកណាទៅដឹងយ៉ាងណាក៏ខ្ញុំមិនហ៊ានដាំដែរពួកយើងនៅតំបន់ព្រំដែនសូម្បីតែស្រូវសាឡេក៏ដាំមិនបានល្អផងនាងចង់ដាំរបស់បរទេសទៅកើតមែនហើយមិនដែលលីសោះហើយនាងហ៊ានដាំច្រើនម្លេះក្នុងពេលតែមួយខ្ញុំគិតថាគ្រូសាសៀវមានលុយខ្លះក៏ចេះតែធ្វើផ្ដេសផ្ដាសហើយកុំនិយាយបែបនេះអីក្រែងលោវាអាចទៅរួចពិតមែនទៅរួចយ៉ាងម៉េចទៅខ្ញុំធ្វើស្រែពេញមួយជីវិតហើយមិនដឹងថាដីនេះអាចដាំអ្វីបានខ្លះទេអីខ្ញុំគិតថាដី100 មូលនេះច្បាស់ជាត្រូវគ្រូសាសៀវធ្វើឲ្យគូខាតអស់មិនខានមិនក៏គ្រូសាសៀវមានលុយច្រើនម្លេះសម្រាប់យកមកលេងសាច់បែបនេះកូនប្រសាខ្ញុំនិយាយថាដំឡូងបារាំងនិងដំឡូងជ្វាទាំងនេះធន់នឹងភាពរងស្ងួតនិងធន់នឹងដីខ្សាច់បំផុតស័ក្តិសមសម្រាប់តំបន់ព្រំដែនរបស់យើងហើយផ្ដល់ទិន្នផលខ្ពស់មួយអាចទទួលបាន2 ទៅ 3,000ចិនពួកអ្នកមិនយល់ទេកុំនិយាយផ្ដេសផ្ដាស2 ទៅ 3,000ចិនហីតាសៀវឯងមិនទាន់ភ្ញាក់ពីគេងទេដឹង2 ទៅ 3,000ចិនមិនក៏ឯងមិននិយាយថាមួយបាន 10,000 ចិនទៅស្រែពួកយើងនៅទីនេះបានតែ3 ទៅ 500ចិនប៉ុណ្ណោះកុំអួតពេកពាក់ព័ន្ធអីនឹងពួកឯងពួកយើងមិនបានចំណាយលុយពួកឯងហើយក៏មិនបានដាំលើដីពួកឯងដែរបើមិនជឿចាំមើលទៅដល់ពេលពួកយើងប្រមូលផលកុំមកសុំពូជពីពួកយើងឲ្យសោះសុំពូជអីសម្រាប់របស់ទាំងនេះហ្នឹងចាំមើលទៅ